ខ្មោចយាមផ្ទះនៅកណ្ដាលភូមិដ៏ស្ងប់ស្ងាត់មួយមានផ្ទះឈើពីរជាន់ដ៏ធំមួយខ្នងដែលត្រូវបានបោះបង់ចោលជាច្រើនឆ្នាំផ្ទះនេះជាមរតករបស់លោកតាខ្មៅដែលជាគ្រូថ្នាំបុរាណម្នាក់ដ៏ល្បីល្បាញមុនពេលលោកតាអនិច្ចកម្មលោកបានផ្ដាំទៅកូនចៅថាផ្ទះនេះមានអ្នកថែរក្សាបើចង់រស់នៅដោយសុខសាន្តត្រូវចេះចែករំលែកនិងមានចិត្តមេត្តាប៉ុន្តែបើអ្នកណាមានចិត្តលោភលន់ចង់មកបំពាននោះអ្នកយាមផ្ទះនឹងមិនអត់ឱនឲ្យឡើយកាលវេលាកន្លងផុតទៅកូនចៅរបស់លោកតាក៏លក់ផ្ទះនោះទៅឲ្យសុភ័ក្រដែលជាអ្នកជំនួយម្នាក់មានចិត្តអំនួតនិងមិនចេះជឿលើរឿងអបិជំនឿឡើយនៅយប់ដំបូងដែលសុភ័ក្រចូលមកស្នាក់នៅខណៈដែលគេកំពុងអង្គុយផឹកស្រាយ៉ាងសប្បាយក្នុងផ្ទះស្រាប់តែមានសំឡេងក៏គិតដូចជាមានអ្នកណាម្នាក់កំពុងអូរបស់ធ្ងន់នៅជាន់ខាងលើសុភ័ក្រសោយចង្អុករួចស្រែកថាអ្នកណានៅលើនឹងចេញមកផ្ទះនេះអញទិញហើយអញជាម្ចាស់គ្រាន់តែបញ្ចប់សម្ដីភ្លើងក្នុងផ្ទះស្រាប់តែរលត់ងងឹតសួនឈឹងភាពត្រជាក់ខុសធម្មតាចាប់ផ្ដើមគ្របដណ្ដប់ពេញបន្ទប់សុភ័ក្របោកភ្លើងទូរស័ព្ទបញ្ចាំងចុះឡើងក៏ស្រាប់តែឃើញស្រមោលខ្មៅធំមួយឈរនៅកាច់ជ្រុងចន្ទាវាជាបុរសម្នាក់ដែលមានរាងកាយខ្ពស់ស្រឡះស្លៀកសម្លៀកបំពាក់ខ្មៅបុរាណភ្នែកក្រហមឆ្អោសដូចរងើភ្លើងនិងមានពូថៅដងវែងនៅក្នុងដៃស្រមោលនោះមិនមែនជាខ្មោចធម្មតាទេប៉ុន្តែគឺជាខ្មោចយាមផ្ទះដែលត្រូវបានសន្មត់ឲ្យចាំថែរក្សាដីធ្លីវិញ្ញាណនោះវារចុះពីចន្ទាយឺតប៉ុន្តែក្នុងល្បឿនដែលមិនអាចគេចផុតសុភ័ក្រព្យាយាមរត់ទៅរកទ្វារចេញប៉ុន្តែទ្វារនោះហាក់ដូចជាត្រីបានជញ្ជាំងបិទជិតសំឡេងក្រលួចបន្លឺឡើងពេញផ្ទះម្ចាស់ផ្ទះពិតប្រាកដគឺម្ចាស់ដែលមានធម៌ក្នុងខ្លួនមនុស្សដូចហែងគ្មានសិទ្ធិមកបញ្ជាអញឡើយស្រមោលខ្មៅនោះបានលើកដៃមាំមុនចាប់កសុភ័ក្រលើកឡើងលើផុតពីដីសុភ័ក្រដកដង្ហើមស្ទើរមិនរួចគេឃើញមុខអ្នកយាមផ្ទះនោះកាន់តែច្បាស់មុខដែលពោពេញដោយដំបៅនិងភ្នែកដែលគ្មានប្រាស្រីក្នុងនាទីដែលចិត្តដាច់ខ្យល់សុភ័ក្របាននឹកឃើញពាក្យបណ្ដាំរបស់លោកតាខ្មៅរួចគីក៏លុតជង្គង់សំពះក្នុងចិត្តសូមកែអភ័យទោសចំពោះភាពអំនួតរបស់ខ្លួនរំពេកនោះគ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់វិញភ្លើងបានភ្លឺឡើងវិញហើយស្រមោលនោះក៏បាត់ដានសុភ័ក្រដេកដឹងហក់នៅលើឥដ្ឋខ្លួនប្រាណជោកដៃញើសចាប់ពីថ្ងៃនោះមកសុភ័ក្រប្រែជាមនុស្សថ្មីគេជួសជុលផ្ទះនោះឡើងវិញបង្កើតអាសន្នគោរពវិញ្ញាណដូនតានិងម្ចាស់ដីម្ចាស់ទឹកនិងតែងតែធ្វើទានដល់អ្នកក្រីក្រក្នុងភូមិជានិច្ចអត្ថន័យនៃរឿងខ្មោចយាមផ្ទះចង់អប់រំថាទីកន្លែងនីមួយសុទ្ធតែមានប្រវត្តិនិងអ្នកថែរក្សាមិនថាក្នុងន័យវិញ្ញាណឬក្នុងន័យច្បាប់ទម្លាប់ទេការរស់នៅដោយមានសីលធម៌មិនអោនអំនួតក្អេងក្អាងនិងការចេះគោរពម្ចាស់ដីម្ចាស់ទឹកគឺជាមាគ៌ានាំមកនូវសេចក្តីសុខអ្វីដែលយើងមើលមិនឃើញមិនមែនមានន័យថាគ្មាននោះទេហើយភាពអំនួតគឺជាអាវុធដែលត្រឡប់មកសម្លាប់ខ្លួនឯងនៅថ្ងៃណាមួយ